មនុស្សម្នាក់ល្អឬអាក្រក់ត្រូវស្គាល់ដោយខ្លួនឯងមិនមែនវិនិច្ឆ័យតាមមាត់អ្នកដទៃទេនៅក្នុងពិភពលោកដែលពោពេញទៅដោយពាក្យចចាមអារាមរត់លឿនជាងការពិតមនុស្សជាច្រើនត្រូវបានវិនិច្ឆ័យមុនពេលមានឱកាសពន្យល់អំពីខ្លួនឯងផងដែលគ្រាន់តែព្រោះមានអ្នកណាម្នាក់និយាយអំពីយើងតាមជ្រុងមើលឃើញរបស់ពួកគេតែសូមចាំថាពាក្យសម្ដីរបស់អ្នកដទៃគ្រាន់តែជាជ្រុងមើលឃើញរបស់ពួកគេមិនមែនជាការពិតទាំងមូលទេគ្មានអ្នកណាអាចនិយាយអំពីមនុស្សម្នាក់បានច្បាស់ដោយការដែលយើងទៅស្គាល់និងស្គាល់ដោយខ្លួនឯងឡើយមនុស្សខ្លះត្រូវបានគេនិយាយថាមិនល្អទោះបីមិនធ្លាប់ធ្វើបាបអ្នកណាមនុស្សខ្លះទៀតត្រូវបានគេលើកសរសើរថាគួររាប់អានប៉ុន្តែពេលចូលចិត្តវិញឃើញពោពេញទៅដោយផលប្រយោជន៍ការស្ដាប់អ្នកដទៃមិនមែនជារឿងខុសទេប៉ុន្តែការជឿទាំងស្រុងដោយមិនប្រើបេះដូងរបស់ខ្លួននោះហើយជារឿងគ្រោះថ្នាក់មនុស្សម្នាក់មានច្រើនផ្នែកគេអាចមើលទៅអាក្រក់នៅក្នុងភ្នែករបស់មនុស្សម្នាក់ប៉ុន្តែអាចជាមនុស្សស្មោះត្រង់និងមានទឹកចិត្តពិតប្រាកដចំពោះមនុស្សម្នាក់ផ្សេងទៀតព្រោះទំនាក់ទំនងមិនមែនជាពាក្យចចាមអារាមទេវាជាបទពិសោធន៍រវាងមនុស្សពីរនាក់បើចង់ដឹងថានរណាជាមនុស្សបែបណាសូមមើលទៅលើការប្រព្រឹត្តរបស់គេមើលនៅពេលដែលគេមិនមានផលប្រយោជន៍មើលនៅពេលដែលគេមិនបានអ្វីតបស្នងកុំអនុញ្ញាតឲ្យសម្លេងនិន្ទាមកលួចយកឱកាសល្អៗក្នុងជីវិតអ្នកព្រោះពេលខ្លះមនុស្សដែលគេនិយាយថាមិនល្អអាចជាមនុស្សដែលមានទឹកចិត្តពិតប្រាកដជាមួយអ្នកបំផុតក៏ថាបានចុងក្រោយនេះប្រើត្រចៀកស្ដាប់បានប៉ុន្តែសូមប្រើបេះដូងវិនិច្ឆ័យយកពាក្យសម្ដីជាព័ត៌មានមិនមែនជាការកាត់សេចក្តីហើយអ្នកនឹងមិនខកខានក្នុងការស្គាល់មនុស្សល្អៗគ្រាន់តែព្រោះពាក្យសម្ដីរបស់អ្នកណាម្នាក់នោះឡើយ